មិនគួរឲ្យជឿទេបុព្រឹកនឹងជីដេវីតចង់បានកូន5 ទៅ 7 នាក់បង្កើតគ្រួសារធំបន្ទាប់ពីរៀបការធំតាមបំណងប្រាថ្នារួចតារាចម្រៀងទេបុព្រឹកនឹងលោកជីដេវីតមានបំណងចង់បង្កើតគ្រួសារធំមួយដោយយកកូនចំនួន5 ទៅ 7 នាក់បើអាចទៅរួចតារាចម្រៀងទេបុព្រឹកញញឹមបិទមាត់មិនចិត្តឡើយនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ខ្លួនពីព្រោះក្តីស្រមៃដែលនាងប៉ងជាយូរមកហើយតាំងពីចាប់ផ្ដើមស្រឡាញ់គ្នាជាមួយលោកជីដេវីតក្រោយពីបំពេញបំណងខ្លួននឹងក្រុមគ្រួសាររួចទេបុព្រឹកនឹងលោកជីដេវីតមានបំណងនឹងយកកូនភ្លាមជាបន្តបន្ទាប់លោកជីដេវីតមានបំណងចង់បានកូន5 នាក់នៅក្នុងគ្រួសារដោយឡែកចំពោះអ្នកនាងទេបុព្រឹកមានបំណងចង់បានកូនរហូតដល់7 នាក់ប្រសិនបើអាចទៅរួចអ្នកទាំងពីរថាមានកូនច្រើនល្អសប្បាយគ្រួសាររីករាយទាំងអ្នកគាំទ្រនិងសិល្បករសិល្បករនីជាច្រើនបានផ្ញើសារជូនពរអ្នកទាំងពីរឲ្យស្រឡាញ់គ្នានិងបានកូនច្រើនសមតាមបំណងប្រាថ្នាមិនថាគូស្នេហ៍គូចម្រៀងទេបុព្រឹកនិងលោកជីដេវីតចង់បង្កើតគ្រួសារធំប៉ុណ្ណាក្តីក៏ជីវិតរបស់អ្នកទាំងពីរលែងលំបាកទៀតហើយពីព្រោះក្នុងមួយឆ្នាំអ្នកទាំងពីរអាចរកប្រាក់ចំណូលបានក្បែរខ្ទង់1 លានដុល្លារឯណោះទាំងអាជីវកម្មការងារចម្រៀងនិងធ្វើជា BA ឲ្យបណ្ដាក្រុមហ៊ុនធំជាច្រើនអ្នកស្ដែងពេលនេះមិនថាផ្ទះសម្បែងដីធ្លីរថយន្តទំនើបនិងទ្រព្យសម្បត្តិនានាគឺអ្នកទាំងពីរមានហូរហែហើយដូច្នេះហើយក្នុងមួយឆ្នាំអ្នកទាំងពីរតែងតែបណ្ដាលគ្នាទៅចាយជីវិតហឺហានៅក្រៅប្រទេសយ៉ាងរីករាយបំផុតក្រោយពិធីមង្គលការបានបញ្ចប់ទេបុព្រឹកមានគម្រោងនឹងចេញទៅសម្ដែងនៅក្រៅប្រទេសដោយត្រៀមនាំយកនៅវប្បធម៌អរិយធម៌ខ្មែរជាច្រើនចេញទៅសម្ដែងឲ្យបរទេសបានឃើញនាងរំពឹងថាការសម្ដែងនេះនឹងផ្ទុះខ្លាំងពីព្រោះជាការសម្ដែងលើកដំបូងក្នុងឆាកជីវិតរបស់នាង